បងប្អូនណាដែលមានកម្រងទៅរស់នៅស្រុកគេហើយបារម្ភភ័យថាអត់ចេះធ្វើម្ហូបទៅស្រុកគេអត់ដឹងថាធ្វើមិនបានរកម្ហូបញ៉ាំមកមើលវីដេអូនេះទាំងអស់គ្នាចង់និយាយថាក្បាច់គុណរៀនចេះសពគ្រប់អត់ចេះធ្វើមិនក្តៅពីស្រុកខ្មែរតែទៅនៅស្រុកគេដឹងតែចេះធ្វើហើយព្រោះអីថាយើងរត់យើងទៅរកទិញគេញ៉ាំអត់បានអញ្ចឹងហើយវិធីសាស្ត្រគ្រប់បែបយ៉ាងរកគ្រប់វិធីដើម្បីបានម្ហូបដែលយើងចង់ញ៉ាំហើយកុំថាអ្នកនៅស្រុកគេហ្នឹងអាសាធ្វើម្ហូបរាល់ថ្ងៃមិនទេណាបងប្អូនអ្នកខ្លះក៏ពេលខ្លះក៏ពិបាកដែរប៉ុន្តែយើងទៅរកទិញអត់បានអញ្ចឹងយើងត្រូវតែរកវិធីដោះស្រាយរករបស់ដែលយើងចង់ញ៉ាំហ្នឹងឲ្យបានស្កាត់ពីនាយធ្លាក់ដល់អាយទៅរកទិញគ្រឿងក្រៅដើម្បីឲ្យបានទៅជារបស់ដែលយើងចង់ញ៉ាំហ្នឹងដូចតាកើនេះអញ្ចឹងស្រុកខ្ញុំគេហៅតាកើអ្នកខ្លះគេហៅចាគួយខ្មៅនិយាយពីថានៅស្រុកខ្មែរមិនដឹងថាគេធ្វើមកពីអីបានវាខ្មៅអញ្ចឹងហើយវាទៅជាដុំអញ្ចឹងណាតទៅពេលឥឡូវមកនៅដល់នេះទៅរកទិញគេអត់បានដឹងចាប់ផ្ដើមយកមកធ្វើខ្លួនឯងអញ្ចឹងហេស្រួលតើហើយមិនក៏មិនដែរធ្វើបានអីធ្វើបើនៅស្រុកយើងជុំវិញខ្លួនទៅតែរបស់ញ៉ាំមកហើយនេះធ្វើបានប្រហែលជាមិនបាន20នាទីគឺអស់រលីងតែម្ដង